ចាសួស្តីបងប្អូនទាំងអស់គ្នាចានៅក្នុងវីដេអូនេះដែរអ្នកគ្រូសូមបង្ហាញនៅលំហាត់ថ្មីក៏ដូចជាការប្រើប្រាស់នៅ tool ថ្មីបន្តទៀតចាប៉ុន្តែមិនថ្មីប្រហែលទេវាស្តៀងទៅនឹងលំហាត់មុនដែរចាអញ្ចឹងនៅក្នុងលំហាត់នេះបើយើងក៏លេខមើលទៅយើងមានអីខ្លះទីមួយគឺ header ចា header ចេះដាក់ហើយកាលពីម៉ោងមុនចាអ្នកគ្រូបានបង្ហាញរួចហើយទី2តកតងជាមួយនឹង tab stop ចានេះអក្សរធម្មតាទេយើងអាចទៅសេធម្មតាមកតែចំណុចសំខាន់នៅក្នុងលំហាត់នេះគឺ tab stop នេះ tab stop មានន័យចុច tab ឲ្យវាឈប់នៅកន្លែងណាមួយទី3គឺការបែងចែកនៅ column របស់យើងចាទី4គឺ word art ប៉ុណ្ណឹងចាអូខេតោះអញ្ចឹងអ្នកគ្រូនឹងទៅបង្ហាញតែម្ដងអំពីការប្រើប្រាស់នៅ header មិនថ្មីទេធ្លាប់ធ្វើឲ្យម្ដងហើយទី2គឺ tab stop ទី3គឺ column ទី4 word art ទី5អាចថា footer អញ្ចឹងណាអូខេតោះទៅចំណុចទី1របស់យើងគឺ header ចឹង header ហើយនិង footer គឺវាស្តៀងគ្នាទេគោលបំណងដែលយើងដាក់ header ហ្នឹងគឺដើម្បីសង្ខេបនៅខ្លឹមសារនៃសភៅរបស់យើងក៏ដូចជានៃសិលឹកកិច្ចការរបស់យើងក៏ដូចជានៃការងាររបស់យើងនៅក្នុង file ហ្នឹងនិយាយពីអីចាតើថាបងប្អូនធ្លាប់អានសភៅហើយច្បាស់ជាធ្លាប់ឃើញនៅ header ឧទាហរណ៍ថាសភៅសិក្សាសង្គមថ្នាក់ទី6ចាអញ្ចឹងគេដាក់ហ្នឹងសភៅសិក្សាសង្គមថ្នាក់ទី6អាហ្នឹងជា header ឬក៏ជា footer ចាប៉ុន្តែជាទូទៅខ្លឹមសារសំខាន់ៗគេដាក់ខាងលើហ្នឹងទៅហើយសម្រាប់ footer គេអាចដាក់ជាឆ្នាំរបស់ពុម្ពក៏ដូចជា page ហ្នឹងទៅចាអូខេតោះអញ្ចឹងយើងចូលទៅតែម្ដងដើម្បីបាន header និង footer គឺយើងចូលទៅ insert ចាបើយើងចង់បាន footer យើងដាក់ footer មកហើយ footer របស់យើងវាមានច្រើនប្រភេទទៀតចង់បានfooter បែបណាអូខេឥឡូវអ្នកគ្រូយក footer ដែលមាន3ចំណុចបែបនេះចាអញ្ចឹងយើងវានឹងបាន3ចំណុច tab here នេះគឺកន្លែងដែលយើងត្រូវសរសេរអក្សរចូលចាតោះឥឡូវយើងយក header សិនចុចឡើង header មកអញ្ចឹងនៅពេលដែលយើងយក header និង footer យើងនឹងធ្លាក់ចូលទៅកន្លែង edit header footer អញ្ចឹងកន្លែងនេះគឺកន្លែង edit ចានេះចាមានន័យយើងអាចកែតម្រូវអាចបន្ថែមអាចអីនៅក្នុង header និង footer បានអញ្ចឹងយើងឈរលើ header មកយើងនឹងឃើញមាន menu ខាងលើនេះហើយនៅក្នុង menu ហ្នឹងគឺជាកន្លែងដែលយើងកំណត់របស់ header និង footer តែម្ដងចាមាន date time header អាចដាក់ការបច្ឆេទក៏បានចាដូចនៅក្នុងលំហាត់ដែលអ្នកគ្រូឲ្យមិញហ្នឹងគឺមានការបច្ឆេទនេះចាអញ្ចឹងនៅក្នុងនឹងដែរយើងយក header របស់យើងយកតាមមួយកន្លែងទៅសេទៅបងឬក៏2ឬក៏3យើងហឺមកអូយើងអត់ទាន់ចូល header ចូល header អូមិញអ្នកគ្រូចូល footer ណាច្រឡំអធ្យាស្រ័យអញ្ចឹងចូល header មកបានអូខេអញ្ចឹងនៅក្នុង header ក៏ដូចជា footer នេះឧទាហរណ៍ថាឥឡូវអ្នកគ្រូចង់បាន page number យក bottom មក top ក៏បានដែរតែចំណងសំទោលេខទំព័រជាទូទៅគឺគេដាក់នៅខាងក្រោមអញ្ចឹងយើងយក bottom of page ចាហើយបើយើងចង់បានទំព័រទី1នៃ10ទំព័រទី1នៃ100ទំព័រយើងយកមកថាយកនេះចាស់ page 1 of 1ថតហ្នឹងណាអ្នកយកហ្នឹងគេបានប៉ុណ្ណេះចាអញ្ចឹងដើម្បីទៅសេនៅចំណុចខាងនេះឈ្មោះអ្នកនិពន្ធយើងត្រូវចុចដាក់ cursor នៅខាងមុខអក្សរ P មកហើយទាញវាមកមុខដោយចុច delete backspace ហ្នឹងចាឧទាហរណ៍ថាអ្នកគ្រូដាក់ឈ្មោះអ្នកគ្រូចោះហងហើយទំហំ font ឥឡូវអ្នកគ្រូហឺ font ឲ្យហើយសិន font កន្លែងនេះគឺយកបាត់ដំបងចាអ្នកគ្រូឆ្លាញ់ font បាត់ដំបងចាហើយទំហំសម្រាប់ footer ឬក៏ header កុំដាក់ធំពេកវាធ្វើឲ្យ
bằng nơi khâm xa có đôi chia với ở thời ca thông mình header footer này chứ đã thầm buồn bán này chứ còn với vậy chẳng tầm cho nó cũng đã môn là cô tạm đó dạ ta xây hai dân chơi thẹp đồng bay hồn với ta kiên mình hồn page one of one hết á dạ ok hai khăn lớn đấy dương thời cả đại là ô tô tha là cô chọn đặt để time nơi cái này nè cho nhưng châu tư mình nhiều header footer mới vô để time hay vô thôi vô ngày nâng món nè ngày tự động bởi là các phân phây của mũi ok mất dạ bạn hơi chân này cái đá này miền tới lộp chào chân này trong nét dương đại kế nực nòng nét Microsoft Office people đọc một mùi dạ chẳng ô tô thà lên là cụ đại si cho mùi at bọn prolong và chọc về thó nè dạ chẳng prolong và đổi dạ đưa có đặt phone send rồi tụng hôm buồn mà đấy dạ ai cái xa rồi lò đi ô tô thôi dạ hơi là cụ trong đặt phone trade tích trong đặt búa lương chó hay là cụ trong bằng phần tuột bên khang khổ dạ nông ní miền ớt miền dạ còn nó là cụ có bán bằng hai bị cả đã phần tuột đấy cái dương châu một cái lại này mót cho bột thống bột đờ vấn tay bây giờ trong ban style và tuột xanh tiết châu máu bột đỡ én sẹt đỉnh hay hơi phục phê và tuột màu thọ thà vô và tuột bạn mình đấy giờ nên đó này đó chơi nhỏ tục ta khăn cao môi mà bà này cho nên xem pho để việc bà hàng trong bây giờ ok viên được đặt trung bình mà không chứ riêng trong ban ta khăn khổ mà soi còn tay mũi tiết là khổ trong ban po với tiết đã po lương món này yeah đã bẹp đi món hay ok mới chà cứ ban phần nào này chạy chèn double click lại tây tây pi đón dương đừng chen ví header đừng phụt thời chà cái trong châu với chà ở thôi lớn nó khổ trong đã và tuột nơi footer đá double click nơi này footer mất chà hai dân châu từ cái này tuột mình châu màu này thì vậy mất hai là khổ trong đã lừa sò của footer thời nơi lừa sò vinh thở chẳng dương vô và tuột xe mới miền ấn nè sờ lạnh và tuột nè về để chọn bạch mó cư viên đừng tránh chung vinh cha cả đá ní cơ so bà sen dựng ok mình này tha so bao nhiêu viên đừng buột từ đó và tuột chẳng là khổ chọn đã ta khang lừa so anh chân nè so chẳng đó là chung vinh nhẹ ở mó tục ta khang lừa mó ngay trong đồ quá đồ đài mó kìa nhé rồi có chẳng đã vô hiện định tích yeah hay ok khởi bản á bàn chắc là khu trịch cái lành xe nằm ấy châu mơ cái lành sẽ là cái cả bao giờ mình chắc rồi rốt xem hợp hết đó cho môi nắng phút thờ cho nên bắt tiết ở sau này là khu ớt và hành thế thì là khu và hành cái lành đi mà chùa thằng lớn đấy chà đôi tập hợp tầng oi nữa bờ và hành chùa này hái chùa khổ đấy cứ bây giờ format biển lừa mà này chà ok toàn chắc là khu intern tích yeah search mục chẳng chẳng để xa pha ní chị anh xa bà lòng chẳng thằng mình mục search những từ chẳng search thư phone là hai sân chẳng ta xe bắt tầm bóng vô đọc quỳ mất chẳng search mục chạy quỳ chẳng chẳng chùm nơi tre tre ní cứ ọt ổng quỳ vậy thế dương cộng nọt mà chùa dương khơi chùa lờ ní hay năng chùa khổ ní khơi format để đôi khi đổi chẳng chẳng cứ dừng ẩn côi vay thế nào cho nói tre này cứ dừng cầm nọt nữa tab stop chán chắc về mà đo lại ní khi thầm đêm đo lại ní dừng tab mùi và tái dừng ẩn dấu tôi đây thằng ọ cái nhắn chán khơi smart này bây dừng côi chạy spare ớt smart thì si spare chán ớt smart xong tôi lại đi nè nè tậpไปchua tí pi cùi thẹp tiền ọt thôi chẳng xong tôi cùi spare tiền ọt thôi chẳng thế cứ dương cầm nọt thẹp bên này cầm nọt bật tông keyboard á keyboard là computer bao nhiêu là so thi a b này chuột so chu nâng bên này dương cầm nọt thẹp nâng ở bị chốt nơi cái lánh nà mùi dạ lên là cùi lục này mòn mùi xanh
ចាអញ្ចឹងអ្នកគ្រូចុច tab ចង់ឲ្យវាមកឈប់នៅកន្លែងនេះកុំនេះចុះចាចុច tab បាច់មកឃើញឈប់អត់ឈប់ចាអញ្ចឹងដាក់ភ្នែកមាន់ដូរ keyboard ទៅខ្មែរទោះវាអត់ចាប់ phone នេះចា tab stop នៅឡើយហ្នឹងណាដាក់ភ្នែកមាន់អញ្ចឹងអានេះយើងកំណត់ tab ដែរប៉ុន្តែយើងអត់យកបន្ទាត់ទេអញ្ចឹងវាចេញចន្លោះទៅទេដូចនេះចាតែបើយើងយកបន្ទាត់អញ្ចឹងយើងយកបន្ទាត់គឺយើងយកចំណុចត្រេនេះបន្ទាត់ក៏បានចំណុចត្រេនេះក៏បានអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវកំណត់ tab មួយទៀតឲ្យឈប់កន្លែងនេះប៉ុន្តែគឺប្រភេទសញ្ញាចុចអូខេដូចអ្នកគ្រូបានបង្ហាញកាលពីវីដេអូមុនដែរចាឧទាហរណ៍ឈ្មោះរៀងវែងដែរត្រឹមនេះចុះចាហើយបន្ទាប់មកឈប់កន្លែងនេះ tab មួយទៀតមកឈប់កន្លែងនេះដើម្បី student name ហើយបានទៅសេតទៀតមកអូខេតោះអញ្ចឹងកន្លែងនេះគឺអ្នកគ្រូកំណត់នៅ tab ចាអញ្ចឹងអានេះលេខទី1 3.5 នេះគឺយើងអត់កំណត់បន្ទាត់ទេឲ្យវាចេញទៅទេអញ្ចឹងយើងអត់ធ្វើអីវាទេតែ 7.5 នេះគឺយើងចង់បានបន្ទាត់ចុចអញ្ចឹងយើងមកមើលកន្លែង leader នេះចាអញ្ចឹងត្រេហ្នឹងគឺលេខ2ហើយចុច set មកហើយអូខេហើយចុច tab មើលបានតោះមកឈប់កន្លែងនេះមួយទៀតជាភាសាអង់គ្លេស student name ទៅអត់ tab មួយមកចាហើយដូរភាសាទៅអង់គ្លេសមកឲ្យទៅសេ student name ជាភាសាអង់គ្លេស student name ចាដើម្បីឲ្យស្មើទៀតធ្វើម៉េចtab មួយទៀតដើម្បីដាក់សញ្ញាចុច2ឲ្យស្មើគ្នាចាហើយចំណុចចុងក្រោយយើងកំណត់ tab មួយទៀតចាហើយយើងចូលទៅ tabs ឬក៏ double click កន្លែងនេះទៅក៏បានដែរលើចំណុចខ្មៅហ្នឹងណា double click មកចាអូខុសបើយើង double click លើអាត្មោងនេះវាចេញអាមិញតែយើងធ្វើម៉េច double click ឲ្យលើសញ្ញាខ្មៅហ្នឹងណាចាហើយទៅមើល 16.25 យកតានឹងមួយមកបានហើយទៅមកយើងទៅ leader ហើយយកលេខ2អូខេ set មកអូខេចុច tab មើលបានអញ្ចឹងជួរទី1ធ្វើតែប៉ុណ្្នឹងឯងទៅអត់ជួរទី2វានឹងចាប់លំនាំជួរទី1ឲ្យយើង enter ពីជួរទី1ទៅអញ្ចឹងចុច enter មកអីទៀត page ទៅអត់ page ដូរ key មកខ្មែរមក page ចុច tab មួយបាច់សុំឈូកសុំទោះភ្នែកមាន់ tab យ៉ាអីគេយ៉ាសេច tab មួយទៀតមកឃើញស្មើអត់ស្មើ tab ទៀតនេះសេងចាធ្វើតែម្ដងទេអូខេតោះចប់ចំណុចទី1នឹងហើយចូលដល់ column នេះយើងធ្វើម៉េចកាលពីម៉ោងមុនប្រាប់ហើយណាគាត់ថាវាមានពណ៌អក្សរថាអក្សរនេះមកសេមកហើយដាក់ចំកណ្ដាលហើយចង់បានពណ៌ដូចគេមកជួរនេះអញ្ចឹងពណ៌មកជួរហ្នឹងគឺមិនមែនជាពណ៌ highlight ក៏ដូចជាពណ៌អក្សរទេគេហៅថា shading គឺពណ៌paragraph មកជួរហ្នឹងគឺយើងហៅមក paragraph ណាយើងគ្រាន់តែឈរលើអក្សរឡើងហ្នឹងមកឲ្យដាក់ពណ៌មករួចរាល់ចាអញ្ចឹងយើងអត់ enter ណាតែ enter វាមកពណ៌ហ្នឹងទៀតហើយអញ្ចឹងយើងយក mouse ចុចអូខេតោះមកយើងទៅដាក់ column ចេះនៅចេះហើយដាក់ធម្មតាមកប៉ុន្តែអក្សរនេះមិនក៏ធំជាងគេមែនអញ្ចឹងយើងឥឡូវអ្នកគ្រូបង្ហាញដាក់ column ភាសាទៀតចូលទៅ layout column ចូល more column យក2ចាហើយយក line between this point forward ចាហើយអូខេមកហើយទៅសេអញ្ចឹងដើម្បីដាក់អក្សរធំបានទៅសេអក្សរធម្មតាសិនចាសម្រាប់អ្នកដែលធ្វើការដោយកុំព្យូទ័រជួបរហូតនោះយើងទៅសេមកដូរ font សិនចាហើយដូរ font មកខ្មែរចាសម្រាប់អ្នកដែលធ្វើការជួបរហូតនោះចាអញ្ចឹង font ធំពេក select លើវាដាក់ត្រឹម12បានហើយអូខេអញ្ចឹងមានអីទៀតទៅសេមកទាំងអស់មកគ្រូឧទាហរណ៍ណា
ដក clear ខ្លះណាតែបាន3ជួរសិនសួរឧទាហរណ៍អូខេដូរ font មកនេះអូខេដល់ទៅជួរទី2សុំទៅ column ជួយឈរទី2ចេះ Control Shift Enter ចេះមកទេអញ្ចឹងទៅប៉ុន្តែសម្រាប់អក្សរដែលនៅដើមបន្ទាត់ធំជាងគេនេះគឺយើងប្រើនៅ drop cap អញ្ចឹងយើងចូលមក insert ចានេះ drop cap យើងអត់ទាន់ select នៅកន្លែងនេះដែរយើងចូលទៅ drop cap option ចាហើយបន្ទាប់មកយើងយកជំរើសទី2ចាហើយជាទូទៅកន្លែងនេះគឺវាឲ្យយើងដាក់ line to drop មានន័យថាអក្សរធំហើយមានន័យថាអក្សរធំនេះអក្សរធំនេះមានអក្សរតូចសន្ទុះមានអក្សរធម្មតាប៉ុន្មានជួរកន្លែងនេះគឺដាក់3អញ្ចឹងបើយើងចង់ដាក់2បានអត់បានដាក់2ចាអូខេមក2អញ្ចឹងក្នុងនេះគឺយើងត្រូវការ3អញ្ចឹងយក3ហើយអូខេចាអូខេអញ្ចឹងកន្លែងនេះយើងត្រូវផ្ដាច់ column របស់យើងឡើងវិញទៅអត់ចាផ្ដាច់ column គឺយើងចូលទៅកន្លែងដាក់ column ដែរ more column ហើយយកវាទៅ1វិញមកហើយ this point forward ណាអូខេមកដាច់ column ហើយសេមកអូខេតោះសម្រាប់ footer ហើយអស់ហើយអញ្ចឹងសម្រាប់ចំណុចបន្ទាប់ចង់ឲ្យបងប្អូន research សិនមានអីទៀតមាន word art ក៏ធ្លាប់ប្រើហើយដែរទៅអត់ចាអូខេតោះអញ្ចឹងសម្រាប់វីដេអូនេះដែរអ្នកគ្រូសូមបង្ហាញប៉ុណ្ណឹងចាអញ្ចឹងបងប្អូនអនុវត្តសិនជាមួយអ្នកគ្រូមើលថាតើត្រូវខុសកន្លែងណាចាអញ្ចឹងវីដេអូនេះដែរអ្នកគ្រូសូមអរគុណសូមជម្រាបលា